បន្ទាប់ពីបានគិតចប់សពគ្រប់ហើយធីអូក៏បានប្រកាសប្រាប់ការសម្រេចចិត្តរបស់គេឲ្យអ្នកទាំងអស់គ្នាបានដឹងក៏ប៉ុន្តែឥឡូវនេះងាកមកមើលពីជំរឿរបស់ Remington វិញសិនគឺគេបានជ្រើសរើសដើម្បីចូលរៀននៅ Zenith Academy ក្រោមការបណ្ដុះបណ្ដាលរបស់លោក Faro ធីអូគិតថានៅក្នុងជីវិតមុននេះជំរឿរបស់ Remington គឺមិនចូលបម្រើសំណាក់ណានោះទេក៏ប៉ុន្តែគេបានត្រឡប់ទៅកាន់គ្រួសារត្រកូល Nasio របស់គេវិញដើម្បីបណ្ដុះបណ្ដាលខ្លួនឯងហើយក្រោយពេលមួយរយៈមកគេបែរជាធ្វើការបះបោរប្រឆាំងនឹងត្រកូល Ragnar វិញក៏ប៉ុន្តែនៅក្នុងពេលនេះគឺវាផ្ទុយស្រឡះ Remington មិនបានចាក់ចេញពីត្រកូល Ragnar នោះទេ Remington ក៏បានលាធីអូដោយពួកគេទាំងពីរបានបដិញ្ញាចិត្តថានឹងខិតខំប្រឹងប្រែងរៀងៗខ្លួនចំណែកឯជំរឿរបស់ Ray វិញគឺនាងបានសម្រេចចិត្តត្រឡប់ទៅកាន់សំណាក់របស់ម្ដាយនាងដែលគាត់គឺជាបុគ្គលសំខាន់នៅក្នុងគ្រួសារ Ragnar នេះផងដែរដែលមានរហស្សនាមថាជានាគតកោចំណែកឯអ្នកគ្រប់គ្រងរបស់ធីអូទាំងអស់គ្នាវិញពួកគេចង់ដើរតាមធីអូក៏ប៉ុន្តែដោយសារតែបន្ទុករបស់ពួកគេតិចពេកដូច្នេះហើយពួកគេនឹងត្រូវលាជាមួយនឹងធីអូនៅពេលនេះហើយធីអូសង្ឃឹមថាអ្នកគ្រប់គ្នានឹងខំប្រឹងអភិវឌ្ឍខ្លួនឯងឲ្យអស់ពីសមត្ថភាពនៅពេលដែលគេកំពុងតែកិន Hawkers ក៏បានហៅគេពីចម្ងាយហើយនៅពេលនេះ Hawkers និង Erica បានសម្រេចចិត្តចូលក្រុមដូចទៅនឹងធីអូផងដែរErica ពិតជាមានការរំភើបមែនទែនដែលនៅពេលនេះនាងបាននៅក្រុមជាមួយនឹងមនុស្សខ្លាំងដូចជាធីអូចំណែកឯ Hawkers វិញក៏គិតដូចគ្នាផងដែរដែលបានធ្វើឲ្យធីអូមានការងឿងឆ្ងល់ជាខ្លាំងថាហេតុអ្វីបានជាអ្នកទាំងពីរចាប់អារម្មណ៍មកលើគេខ្លាំងបែបនេះនៅក្នុងពេលនោះជំរឿរបស់ធីអូក៏បានចាប់ផ្ដើមបង្ហាញឡើងដែលគេបានជ្រើសរើសដើម្បីចូលរួមបម្រើការងារឲ្យកងពលជិះនាគដែលមានឈ្មោះពេញថា The White Armor Dragon Cavalry ដែលដឹកនាំដោយ Julius Ragnar ហើយឆ្លៀតឱកាសនេះ Julius ក៏បានប្រកាសថានៅពេលនេះសមាជិកថ្មីទាំងអស់គ្នានឹងត្រូវប្រកាសពីគោលដៅរបស់ខ្លួននៅក្នុងកងពលជិះនាគនេះ Hawkers ក៏បានចាប់ផ្ដើមប្រកាសឡើងមុនគេដែលគេចង់ក្លាយទៅជាអ្នកប្រយុទ្ធជិះនាគដ៏ខ្លាំងពូកែម្នាក់ចំណែកឯបុគ្គលផ្សេងៗទៀតក៏បានប្រកាសរៀងៗខ្លួនផងដែរដែលពួកគេភាគច្រើនគឺសុទ្ធសឹងតែចង់ក្លាយជាអ្នកខ្លាំងហើយអ្នកខ្លះទៀតគឺចង់មានឈ្មោះល្បីល្បាញបន្ទាប់ពីបានប្រកាសចប់អស់ហើយពួកគេក៏បានទន្ទឹងរង់ចាំការប្រកាសរបស់ធីអូវិញម្ដងថាតើធីអូនឹងមានគោលបំណងយ៉ាងណាទៅចំណែកឯធីអូក៏បានបង្ហាញពីឆន្ទៈមុតមមរបស់ខ្លួនហើយនៅក្នុងចិត្តរបស់គេគឺបានគិតពីគោលបំណងពិតប្រាកដរបស់ខ្លួនពលគឺចង់រៀបចំឲ្យបានរួចរាល់មុនពេលដែលសង្គ្រាមធំនឹងចាប់ផ្ដើមនៅក្នុង5ឆ្នាំខាងមុខនេះដូច្នេះហើយនៅក្នុងពេលនេះធីអូក៏បានប្រកាសប្រាប់អ្នកទាំងអស់គ្នាថាគេចង់ក្លាយទៅជាមេបញ្ជាការនៃកងពលជិះនាគក្នុងរយៈពេល5ឆ្នាំខាងមុខនេះពាក្យសម្ដីរបស់ធីអូមួយនេះពិតជាក្លាហានមែនដែលហ៊ានប្រកាសចំពោះមុខមេបញ្ជាការ Julius ផ្ទាល់តែម្ដងក៏ប៉ុន្តែទោះបីជាយ៉ាងណា Julius ក៏មិនប្រកាន់អ្វីនោះដែរដែលយល់ថាគោលបំណងគួរតែធំបែបនេះហើយទើបល្អបន្ទាប់មក Julius ក៏បានប្រាប់ទៅអ្នកទាំងអស់គ្នាដែលនៅទីនេះថាទោះបីជាមូលហេតុរបស់អ្នកទាំងអស់គ្នាយ៉ាងណាក៏ដោយក៏ប៉ុន្តែត្រូវចាំថារាល់ញើសឈាមទាំងឡាយដែលត្រូវបានស្រក់នៅក្នុងការបំពេញភារកិច្ចនៅក្នុងកងពលជានិច្ចមួយនេះអ្នកទាំងអស់គ្នានឹងត្រូវបានកត់បញ្ចូលនៅក្នុងប្រវត្តិសាស្ត្រនៃត្រកូល Ragnar ជាអមតៈហើយគាត់ក៏បាននិយាយលើកទឹកចិត្តទៅកាន់សមាជិកថ្មីៗផងដែរថាទុកលំបាកថ្ងៃនេះនឹងក្លាយទៅជាមោទនភាពនៃថ្ងៃក្រោយដូច្នេះហើយត្រូវតែខំប្រឹងឲ្យអស់ពីសមត្ថភាពរួចត្រូវចាំដែរថាសមាមិត្តទាំងអស់គ្នាដែលនៅក្នុងក្រុមត្រូវតែចេះជួយជ្រោមជ្រែងគ្នានិងការពារគ្នាទៅវិញទៅមកដើម្បីឆ្ពោះទៅរកភាពរុងរឿងនៅក្នុងពេលនេះ Julius ក៏បានអបអរសាទរនិងស្វាគមន៍អ្នកទាំងអស់គ្នាម្ដងទៀតដែលបានចូលរួមកងពលជានាគនៅក្នុងពេលនោះផងដែរការបង្ហាញខ្លួននៃសត្វនាគដែលជាដៃគូរបស់លោកមេបញ្ជាការក៏បានបង្ហាញខ្លួនហើយសត្វនាគដទៃទៀតក៏បានបង្ហាញខ្លួនព្រមៗគ្នាផងដែរJulius ក៏បានប្រាប់ទៅសមាជិកថ្មីៗទាំងអស់គ្នាឲ្យឡើងជានាគទាំងអស់នេះជាមួយនឹងសិស្សច្បងរបស់ខ្លួនព្រោះនៅពេលនេះគឺជាពេលដែលសមាជិកថ្មីគ្រប់រូបនឹងត្រូវស្វែងរកដៃគូដែលជាសត្វនាគរបស់ខ្លួនផ្ទាល់ហើយក្រោយពីបានឃើញហើយអ្នកទាំងអស់គ្នាពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងក៏ប៉ុន្តែនៅក្នុងខណៈនោះ Evelyn ក៏បានបង្ហាញខ្លួនរួចក៏បានហៅធីអូផងដែរដែលបានធ្វើឲ្យគេមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះ Evelyn គួរតែត្រូវបានចូលនិវត្តន៍ពីតំណែងហើយនៅក្នុងពេលនោះ Evelyn ក៏បានតបឆ្លើយដោយបង្ហាញពីដៃសិប្បនិមិត្តថ្មីមួយរបស់ខ្លួនដែលបានជួយឲ្យនាងនៅពេលនេះអាចនឹងជានាគបានធម្មតាវិញហើយងាកថយក្រោយបន្តិច Cecilia ដែលជាម្ដាយរបស់ធីអូបានសម្ដែងការអរគុណជាខ្លាំងចំពោះ Evelyn ទៅលើអ្វីដែលនាងបានជួយទៅដល់ធីអូ Evelyn ក៏បាននិយាយថាធីអូគឺជាមនុស្សដែលមានសមត្ថភាពផ្ទាល់ខ្លួនស្រាប់ដូច្នេះហើយទោះបីជានាងមិនបានជួយអ្វីពីក្រោយក៏ដោយក៏គេនៅតែអាចនឹងមានអនាគតល្អដែរក៏ប៉ុន្តែ Cecilia ក៏បាននិយាយថាទោះបីជាពាក្យនេះគឺជាការពិតមែនក្តីបើធីអូអាចមានមនុស្សដែលជួយលើកទឹកចិត្តនិងគាំទ្រដូចជា Evelyn នៅក្បែរខ្លួនប្រកាសណាស់នេះគឺជារឿងល្អជាមិនខាន Evelyn ក៏បានបន្តនិយាយដាក់ខ្លួនទៀតថានាងមិនសូវបានជួយអ្វីច្រើននោះទេក៏ព្រោះតែនៅពេលនេះនាងគ្រាន់តែជាមនុស្សចូលនិវត្តន៍ដែលមានតែម្ខាងតែប៉ុណ្ណោះ
ក៏ប៉ុន្តែទោះបីជាយ៉ាងណា Cecily ក៏នៅតែបន្តលើកទឹកចិត្ត Evelyn បន្ថែមទៀតហើយថែមទាំងប្រកាសថាគាត់នឹងជួយ Evelyn រះឡើងដូចជាដួងតារាសាជាថ្មីវិញហើយឥឡូវនេះត្រឡប់មកកាន់បច្ចុប្បន្នវិញ Evelyn បានបង្ហាញការអរគុណចំពោះ Theo ជាខ្លាំងដោយសារតែរឿងទាំងនេះអាចកើតឡើងបានក៏ដោយសារតែមកពី Theo ផងដែរTheo ក៏បាននឹកឃើញនឹងអរគុណទៅដល់ម្ដាយរបស់ខ្លួនផងដែរដែលបានតែងតែជួយពីក្រោយចំណែកឯនៅក្នុងពេលនេះវិញ Evelyn ក៏បានស្បត់សច្ចាថានាងនឹងស្មោះស្ម័គ្រដើម្បីការពារ Theo ចាប់ពីពេលនេះទៅបន្ទាប់ពីបានធ្វើដំណើរអស់រយៈពេលខ្លីមួយអ្នកទាំងពីរក៏បានមកដល់កន្លែងមួយដែលមានឈ្មោះថាសម្បុកនាគហើយទីនេះហើយគឺជាផ្ទះរបស់នាគប្រភេទ Wyvern ក៏ប៉ុន្តែត្រូវចាំថាតួសត្វទាំងនេះគឺជានាគក៏ពិតមែនក៏ប៉ុន្តែនេះមិនមែនជាសត្វនាគដែលមានការគិតពេញលេញដូចជាលូតប្រកដែលជានាគរាជពិតប្រាកដនោះទេហើយការធ្វើតែដំបូងរបស់សមាជិកថ្មីនៅពេលនេះគឺត្រូវតែជ្រើសរើសសត្វនាគនៅទីនេះមួយដើម្បីធ្វើជាដៃគូរបស់ខ្លួនហើយបើអ្នកណាមិនអាចរកសត្វនាគផ្ទាល់ខ្លួនបានអ្នកនោះនឹងត្រូវធ្លាក់ប៉ុន្តែតាំងពីដើមមកភាគរយនៃការធ្លាក់គឺវាមានតិចណាស់ទោះបីជាយ៉ាងណា Theo ក៏បានបង្ហាញពីក្តីបារម្ភចំពោះបងប្អូនត្រកូល Lancaster ផងដែរហើយនៅពេលនេះ Evelyn នឹងចាប់ផ្ដើមបង្ហាញពីប្រភេទសត្វនាគដែល Theo អាចនឹងជ្រើសរើសបានដំបូងគឺប្រភេទនាគដែលមានស្រកាពណ៌ត្នោតមាឌធំចំណែកឯប្រភេទទី2វិញគឺជាប្រភេទនាគដែលមានពឹសជាអាវុធរីឯប្រភេទទី3គឺជានាគដែលពូកែជ្រែកដីនិងវាឆ្មក់សត្រូវហើយចំពោះសត្វនាគប្រភេទទី4វិញគឺចេះព្រោះភ្លើងមាឌតូចតែហោះលឿនកងពលជិះនាគបានបែងចែកសត្វនាគដែលកំពុងតែគ្រប់គ្រងជា4ប្រភេទនេះ Evelyn ក៏បានសួរទៅ Theo ថាយ៉ាងណាហើយតើគេបានពេញចិត្តទៅលើប្រភេទណាហើយឬនៅ Theo ហាក់បីដូចជាមិនទាន់មានការពេញចិត្តទៅលើនាគណាមួយដែលបានឃើញនៅឡើយព្រោះនៅក្នុងចិត្តគេគឺសម្រាប់ចិត្តរួចហើយថានឹងចង់បានសត្វនាគមួយណាក៏ប៉ុន្តែឥឡូវនេះ Theo ហាក់បីដូចជាមិនទាន់បានឃើញនោះទេ Theo ក៏បានចាំថា6ឆ្នាំក្រោយពីសង្គ្រាមធំបានចាប់ផ្ដើមសត្វនាគដ៏ធំខុសពីធម្មតាមួយបានបង្ហាញខ្លួននៅក្នុងសមរភូមិហើយកាលនោះវាបានលួចចូលមកសម្លាប់សត្វនាគជាច្រើនដែលបានគ្រប់គ្រងដោយកងពលជិះនាគនេះសត្វនាគកំណាចមួយនោះមានរហស្សនាមថា Shadow Dragon ឬក៏នាគស្រមោលនៅក្នុងថ្ងៃកើតហេតុនោះ Shadow Dragon បានដុតបំផ្លាញភូមិជាច្រើនរួចក៏បានសម្លាប់អ្នកកណ្ដាលជាច្រើនផងដែរដូច្នេះហើយនៅពេលនោះគ្រួសាររ៉េកណាបានចាត់ទុកនាគកំណាចមួយនេះជាប្រភេទបិសាចកម្រិត2នៃគ្រោះមហន្តរាយហើយក៏បានចេញបញ្ជាឲ្យកម្ចាត់ចោលនៅក្នុងពេលនោះផងដែរមានតែវត្តមានរួមគ្នារបស់អូសារ៉េកណានិង Julius រ៉េកណានោះទេដែលអាចបង្ក្រាបបានហើយអ្វីមួយដែលធ្វើឲ្យសត្វនាគមួយនោះមានរហស្សនាមថាជា Shadow Dragon នោះក៏ព្រោះតែសមត្ថភាពពិសេសរបស់វាក្នុងការលាក់ខ្លួននៅក្នុងស្រមោលនាគនេះហើយដែល Theo កំពុងតែស្វែងរកនៅក្នុងពេលដែលគេកំពុងតែធ្វើដំណើរនៅលើអាកាសគេក៏បានសង្កេតឃើញនាគមួយក្រុមនៅពីចម្ងាយគេយល់ថាគេបានឃើញគោលដៅរបស់គេហើយឥឡូវក្រឡេកទៅមើល Julius មួយផ្លែតនៅពេលដែលគាត់កំពុងតែអង្គុយលេងម្នាក់ឯងអូសារ៉េកណាក៏បានបង្ហាញខ្លួនរួចក៏បានសួរទៅ Julius ថាតើ Julius មានបំណងចង់ឲ្យ Theo ខ្លាចទៅជាសសរទ្រូងនៃកំពូលជិះនាគនេះមែនទេក្រោយពីបានលឺហើយ Julius ក៏មានការងើងឆ្ងល់ជាខ្លាំងផងដែរថាហេតុអ្វីបានជាអូសារ៉េកណានិយាយពីរឿងទាំងនេះទាំងដែលនៅពេលនេះ Theo បានសម្រេចចិត្តចូលរួមបម្រើកងពលជិះនាគបាត់ទៅហើយអូសារ៉េកណាក៏បាននិយាយបកស្រាយថាគាត់មកលើនេះគឺគ្រាន់តែចង់ផ្ដល់សំណើមួយដើម្បីអនាគតរបស់ Theo តែប៉ុណ្ណោះពលគឺគាត់ចង់បណ្ដុះបណ្ដាល Theo រួមគ្នាជាមួយនឹង Julius សំណើដែលមិនធ្លាប់មានមួយនេះបានធ្វើឲ្យ Julius មានការភ្ញាក់ផ្អើលជាខ្លាំងឥឡូវត្រឡប់មកកាន់កន្លែងដែល Theo កំពុងតែសម្ដែងមកវិញ Evelyn ក៏បាននិយាយថានាគទាំងនេះបង្កបញ្ហាទៀតហើយដែលពួកវាកំពុងតែធ្វើបាបនាគផសមួយទោះបីជាធ្លាប់ខំប្រឹងទប់ស្កាត់យ៉ាងណាក៏ដោយក៏មិនមានប្រសិទ្ធភាពដែរហើយបើតាមមើលទៅមូលហេតុដែលសត្វនាគផសនោះត្រូវបានគេធ្វើបាបក៏ព្រោះតែវាគឺជាប្រភេទកូនកាត់ដែលមេរបស់វាគឺជាសត្វនាគចំណែកឯបារបស់វាវិញគឺជាបិសាច Viper Theo មានការភ្ញាក់ផ្អើលជាខ្លាំងក៏ព្រោះតែ Viper នេះគឺជាប្រភេទបិសាចកម្រិតមួយដែលរស់នៅយ៉ាងជ្រៅនៅក្នុងតំបន់ Sea of Maliceដែលគេតែងតែហៅថាសមុទ្របិសាចនោះហើយនេះគឺជារឿងអាថ៌កំបាំងមួយដែលមិនមានអ្នកណាដឹងថាតើសត្វនាគផសខាងមុខនេះបានកើតចេញដោយរបៀបណាទៅ Theo បានគិតថាបិសាច Viper មួយគឺមានកម្លាំងបំផ្លាញប្រៀបដូចជាគ្រោះធម្មជាតិអញ្ចឹងហើយវាជាប្រភេទបិសាចដែលរស់នៅក្នុងព្រៃស្រមោលនៃសមុទ្របិសាចអញ្ចឹងតើបានជា Shadow Dragon មានសមត្ថភាពអាចនឹងលាក់ខ្លួននៅក្នុងស្រមោលបាននៅក្នុងពេលនេះសត្វនាគដទៃទៀតកំពុងតែបង្ហាញការស្អប់ពើមនិងរើសអើងជាខ្លាំង Theo ក៏ឆ្លៀតសួរទៅ Evelyn ថាតើនាគសមួយនេះមានឈ្មោះអីទៅ Evelyn ក៏បានឆ្លើយថានាគសមួយនេះមានឈ្មោះហៅថា Umbra ដែលជាភាសាបុរាណហើយបកប្រែមកមានន័យថាស្រមោលឬក៏ Shadow នោះឯង Theo ពិតជាពេញចិត្តទៅលើឈ្មោះមួយនេះណារួចពេលនោះគេក៏បានបំរុងនិងលោតចុះពីលើនាគដែលគេកំពុងតែជិះនេះ
ក្នុងគោលបំណងចង់ទៅយកអ៊ុំរ៉ាធ្វើជាដៃគូរបស់ខ្លួនតែម្ដងធីអូក៏បានគិតក្នុងចិត្តផងដែរថាគេនឹងជួយកែប្រែវាសនារបស់អ៊ុំរ៉ានៅក្នុងជីវិតមួយនេះដូចជាខ្លួនគេផងដែរនៅពេលដែលធីអូបានស្ទុះចុះមកគេបានប្រើប្រាស់ skill inventory ដើម្បីដកដៅមកជាច្រើនរួចគប់ទៅខាងមុខហើយក៏បានប្រើប្រាស់ skill មួយទៀតដើម្បីបញ្ជាដានូឲ្យនៅស្ងៀមនៅលើអាកាសរួចគេក៏បានជន់ទៅលើដានូក្នុងការផ្លាស់ទីយ៉ាងស្ទាត់ជំនាញសកម្មភាពនេះបានធ្វើឲ្យ Evelyn ពិតជាមានការភ្ញាក់ផ្អើលទៅលើការអភិវឌ្ឍខ្លួនរបស់ Theo ជាខ្លាំងនៅពេលដែល Theo បានខិតមករត់ទៅចិត្តគេក៏បានសង្កេតមើលទៅអ៊ុំរ៉ារួចក៏បាននឹកឃើញពីអតីតកាលរបស់ខ្លួនដែលធ្លាប់បានត្រូវគេមើងងាយនិងធ្វើបាបស្រដៀងជាមួយនឹងអ៊ុំរ៉ាអញ្ចឹងនៅក្នុងពេលនោះ Theo ក៏បានបញ្ចេញកម្លាំងធាតុរន្ទះរបស់ខ្លួនដើម្បីរៀបចំក្នុងការវាយប្រហារទៅគោលដៅខាងមុខនៅក្នុងរយៈពេលយ៉ាងខ្លីគេក៏បានប្រើប្រាស់កម្លាំងធាតុលាយជាមួយនឹងដៃរបស់គេនេះដើម្បីបន្លាចអ្នកដទៃទៀតឲ្យផ្អើលហោះចេញពីទីនោះហើយនៅពេលនេះនៅសល់តែអ៊ុំរ៉ាតែប៉ុណ្ណោះធីអូក៏បានដើរសម្ដៅទៅខាងមុខរួចក៏បានសួរទៅអ៊ុំរ៉ាថាតើយ៉ាងម៉េចហើយដោយក្តីបារម្ភក៏ប៉ុន្តែអ៊ុំរ៉ាហាក់បីដូចជាមិនទាន់មានភាពជឿជាក់ទៅលើធីអូនៅឡើយរួចក៏បានហោះចេញទៅ Evelyn ក៏បានមកប្រាប់ធីអូពីក្រោយថាប្រហែលជាអ៊ុំរ៉ានេះកំពុងតែមានការផិតភ័យនៅឡើយដូច្នេះហើយចាំសាកល្បងទៀតនៅពេលក្រោយទៅក៏ប៉ុន្តែទោះបីជាយ៉ាងណាធីអូក៏នៅតែប្រាប់ទៅ Evelyn ថានេះហើយគឺជាពេលដែលអ៊ុំរ៉ាត្រូវការមនុស្សដែលយល់ចិត្តព្រោះបើសង្កេតមើលទៅវាហាក់បីដូចជាកំពុងតែមានភាពឯកាខ្លាំងណាស់ដូច្នេះហើយនៅពេលនេះធីអូចង់ឲ្យ Evelyn នាំខ្លួនដើម្បីទៅតាមពីក្រោយអ៊ុំរ៉ាម្ដងទៀតក្រោយពីបានហោះហើរអស់មួយរយៈពេលខ្លីអ៊ុំរ៉ាក៏បានជប់សម្រាកមួយផ្លែតក៏ប៉ុន្តែនៅក្នុងពេលនោះវាហាក់បីដូចជាមានការភ្ញាក់ផ្អើលឡើងព្រោះតែធីអូបានបង្ហាញខ្លួននៅចិត្តនោះ Evelyn ក៏បានប្រាប់ទៅធីអូផងដែរថាសមាជិកជាច្រើនដទៃទៀតបានធ្លាប់សាកល្បងលួមលំអ៊ុំរ៉ាជាច្រើនអ្នកមកហើយក៏ប៉ុន្តែតែងតែបរាជ័យព្រោះតែវាមានការប្រយ័ត្នប្រយែងខ្ពស់ទៅលើមនុស្សណាដោយមិនមានការរញរាធីអូក៏បានសម្រេចចិត្តនឹងសាកល្បងឬក៏ឲ្យ Evelyn ទៅរកចំណីបន្តិចមកដើម្បីដាក់ឲ្យអ៊ុំរ៉ានេះនៅពេលដែលធីអូបានដើរសម្ដៅមកចិត្តអ៊ុំរ៉ាវាក៏បានបញ្ចេញ skill Wyvern Fear ក៏ប៉ុន្តែនេះមិនមែនជាបញ្ហាសម្រាប់ធីអូនោះទេគេក៏បានបញ្ចេញ skill ទប់ទល់យ៉ាងងាយស្រួលហើយ skill របស់ធីអូវាពិតជាមានឥទ្ធិពលខ្លាំងជាង skill របស់អ៊ុំរ៉ាទៅទៀតដែលបានធ្វើឲ្យវាមិនអាចកម្រើកខ្លួនបានទៀតនោះទេឆ្លៀតពេលនោះធីអូក៏បានចាត់ថ្នាំព្យាបាលទៅលើអ៊ុំរ៉ាថ្នាំនេះពិតជាមានប្រសិទ្ធភាពជាខ្លាំងរួចក៏បានធ្វើឲ្យអ៊ុំរ៉ាមិនមានការឈឺចាប់ពីរបួសទៀតនៅឡើយក៏ប៉ុន្តែវាក៏មានការភ្ញាក់ផ្អើលផងដែរនៅពេលដែលធីអូបានប៉ះទៅលើខ្លួនរបស់អ៊ុំរ៉ាប្រហែលដោយសារតែបេះដូងនាគក្រិចរបស់គេធីអូអាចយល់ដឹងពីអារម្មណ៍របស់អ៊ុំរ៉ាផងដែរចំពោះកំហឹងដែលបានមាននៅក្នុងចិត្តរបស់វានិងភាពខូចចិត្តដែលមិនអាចនឹងចុះសម្រុងជាមួយនឹងនាគដទៃទៀតបានហើយចំណែកឯអារម្មណ៍ចំពោះធីអូវិញក៏មានមួយផ្នែកសង្ស័យហើយមួយផ្នែកទៀតហាក់បីដូចជាមិនចង់ឲ្យធីអូចាក់ចេញពីខ្លួននោះទេធីអូក៏បាននិយាយលួងលោមអ៊ុំរ៉ាថាគេមិនចាក់ចេញចោលអ៊ុំរ៉ានោះទេរួចក៏បានទាញយករបស់មានតម្លៃមួយដើម្បីបង្ហាញអ៊ុំរ៉ាព្រោះដឹងថាវាចូលចិត្តរបស់មួយនេះជាខ្លាំងអ៊ុំរ៉ាវាពិតជាចូលចិត្តរបស់នេះពិតមែនក៏ប៉ុន្តែហាក់បីដូចជាមានរាងស្ទាក់ស្ទើរក្នុងការបង្ហាញពីចិត្តដែលចង់បានតែនៅពេលនោះធីអូក៏បានពាក់វត្ថុមានតម្លៃនោះឲ្យវាតែម្ដងដោយនិយាយថានេះគឺជាកាដូហើយបើអ៊ុំរ៉ាសម្រេចចិត្តមកតាមធីអូគេនឹងឲ្យរបស់មានតម្លៃជាច្រើនទៀតស្រដៀងនឹងនេះដែលបានធ្វើឲ្យអ៊ុំរ៉ាកំពុងតែគិតពីរូបរាងកាយរបស់ខ្លួននៅពេលដែលមានរបស់មានតម្លៃទាំងនោះតាមពិតទៅធីអូក៏មិនមានរបស់ទាំងនោះទេនៅក្នុងពេលនេះក៏ប៉ុន្តែមិនថ្មីនោះទេគេនឹងទៅលួចរបស់ខ្លះពីលោកយាយរបស់គេគ្រាន់តែបានគិតភ្លាម Carson ក៏អាចមានអារម្មណ៍ដឹងផ្លែតតែម្ដងហើយនៅក្នុងពេលនេះអ៊ុំរ៉ាក៏បានសម្រេចចិត្តថានឹងដើរតាមធីអូចាប់ពីពេលនេះទៅហើយនៅក្នុងពេលនោះផងដែរធីអូក៏បានទទួល skill មួយដែលមានឈ្មោះថា Wyvern Taming ដែលវានឹងជួយសម្រួលធីអូក្នុងការបញ្ជាសត្វនាគរបស់ខ្លួនក្នុងរយៈពេលមួយសន្ទុះក្រោយមក Evelyn ក៏បាននាំចំណីមកដល់ហើយក៏បានមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលនេះព្រោះធីអូនិងអ៊ុំរ៉ាពិតជាមានភាពស្និទ្ធស្នាលរវាងគ្នាជាខ្លាំង Evelyn ក៏បានសួរទៅធីអូថាតើធ្វើយ៉ាងណាទៅធីអូក៏បានឆ្លើយថាគេបានព្យាបាលបេះដូងដែលក្រៀមក្រំរបស់អ៊ុំរ៉ាដូច្នេះហើយទើបអ៊ុំរ៉ាសម្រេចចិត្តដើរតាមគេបែបនេះនៅក្នុងពេលនោះដែរអ៊ុំរ៉ាក៏បានឆ្លៀតរុញសាច់ឲ្យធីអូផងដែរដែលបានបង្ហាញពីភាពស្និទ្ធស្នាលរវាងពួកគេទាំងពីរEvelyn ក៏បានសរសើរទៅលើសមត្ថភាពរបស់ធីអូជាខ្លាំងក៏ប៉ុន្តែនៅក្នុងពេលនោះធីអូក៏បានឡើងជីអ៊ុំរ៉ាភ្លាមៗដែលបានធ្វើឲ្យ Evelyn មានការភ្ញាក់ផ្អើលរួចក៏បានប្រាប់ទៅឲ្យធីអូចុះវិញមកឬក៏បន្តនិយាយថានេះពិតជាគ្រោះថ្នាក់ណាស់ព្រោះតែធីអូមិនទាន់បានរៀនពីរបៀបហោះហើរនៅឡើយហើយថែមទាំងមិនទាន់បានរៀបចំសម្ភារៈក្នុងការជិះទៀតផងក៏ប៉ុន្តែទោះបីជាយ៉ាងណាធីអូក៏បានប្រាប់ថាកុំបារម្ភអីនេះមិនមែនជាបញ្ហានោះទេនៅក្នុងខណៈនោះធីអូក៏បានប្រើប្រាស់ skill ដែលទើបតែបានរបស់គេក្នុងការបញ្ជាទៅលើអ៊ុំរ៉ាដើម្បីហោះហើរទៅលើមេឃយ៉ាងលឿនដែលមិនមានបញ្ហាអ្វីនោះឡើយនៅពេលដែលពួកគេទាំងពីរកំពុងតែនៅលើអាកាសធីអូក៏មានការងឿងឆ្ងល់ផងដែរថាតើហេតុអ្វីបានជាសត្វនាគដែលមានចិត្តល្អដូចជាអ៊ុំរ៉ាបានប្រែក្លាយទៅជាសត្វនាគកំណាចដូចជាជីវិតមុនទៅវិញ